រុនសួស្តីចាពេលព្រឹកព្រលឹមនៅប្រទេសអូស្ត្រាលីនៅរដ្ឋ South Australia ទីក្រុង Adelaide ព្រលឹមឡើងបងប្អូនអ្នកផ្កា Jacaranda ស្អាតស្រស់បំព្រងរីកចេញមកគឺថាភ្នែកយើងនឹងគេហៅថាស្រឡះល្អបងប្អូនចា fresh air រៀងរាល់ខែ10គឺវាចាប់ផ្ដើមលាស់ផ្កាលាស់អីមកហើយបងប្អូនចាហើយខែ11អីវាជ្រុះអស់ហើយប៉ិនដោយសាររដូវនេះវាត្រជាក់យូរពេកឆ្នាំនេះយូរមែនតែនហ្មងត្រជាក់រហូតដល់ចិត្តដាច់ខែ12នេះចិត្តទៅចូលខែ12ទឹមតែថ្ងៃទី24ម្សិលមិញនិងថ្ងៃនេះ25កម្ដៅអូខេទទួលយកបានមិនតាន់ក្តៅពេកទេម្សិលមិញកម្ដៅ30ដល់33តែវានៅខ្យល់អីអញ្ចឹងណាហើយតចាប់ដើមខែ11ហ្នឹងគឺថាវាចិត្តជ្រុះអស់ហើយបងប្អូនចាវាចិត្តជ្រុះអស់ហើយដល់ពេលឥឡូវនេះវាអត់តន់ជ្រុះហើយបងប្អូនឃើញទេចិត្តចូលខែ12ណាតាមធម្មតាខែ11គឺវាជ្រុះហើយនៅសល់មួយហីតែឥឡូវវាចិត្តចូលខែ12ហើយដោយសារតែជាក់យូរពេកអញ្ចឹងទៅវានៅឃើញផ្កាពណ៌ស្វាយស្រស់បំព្រងតាមផ្លូវស្អាតហើយបងប្អូនអើយបើនៅស្រុកខ្មែរយើងគេហៅដើមផ្កាកង្កោកណោះតែនៅអូស្ត្រាលីនេះវាពណ៌វាខុសតពណ៌ហើយបងប្អូនហើយខុសផ្កាបន្តិចដោយសារផ្កាកង្កោកយើងញ៉ាំបានជូអែមហើយវាមានធៀងមានអីអានេះវាមានដូចគ្នាដែរតែវាស្ដើងហើយក្លិនវារៀងមិនសូវក្អូបទេធម្មតាក្លិនវាអត់កពុលអត់អីទេបងប្អូនហើយកន្លែងណាក៏មានដែរនៅប្រទេសអូស្ត្រាលីឲ្យតែពេលរដូវហ្នឹងគឺផ្កា Jacaranda ហ្នឹងគឺថាវាពេញផ្លូវតែម្ដងស្អាតណាស់បងប្អូនចាអ្នកណាខ្លះចង់មកលេងប្រទេសអូស្ត្រាលីនៅរដូវនេះគឺថាបានស្គាល់បានឃើញផ្កាហ្នឹងគឺថាស្អាតតាមផ្លូវអាចថតរូបថតអីបានអញ្ចឹងណាបើសិនជាវារយនៅខាងក្រោមដីផងគឺថាពណ៌ស្វាយពេញក្រោមដីហ្នឹងតែម្ដងបងប្អូនចាហ្នឹងហើយអរគុណច្រើនសម្រាប់ទស្សនាវីដេអូរបស់នាងខ្ញុំបងប្អូនជួយមើលវីដេអូហើយកុំភ្លេចជួយ Subscribe ម្នាក់មួយផងណាចាដើម្បីឲ្យបាន view ច្រើនហើយនឹងបានវីដេអូច្រើនទៀតសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ